ចាប់ពីថ្ងៃនេះទៅលែងពិបាកដើរសួរគេទៀតហើយអ្នកដែលគាត់ចង់មើលអត្រាប្តូរប្រាក់គ្រប់ប្រភេទគ្រប់ប្រទេសទាំងអស់យើងអាចឆែកខ្លួនឯងបាននៅក្នុងទូរស័ព្ទដៃរបស់យើងគ្រប់ពេលវេលាគ្រប់ម៉ោងគ្រប់ថ្ងៃតែម្ដងហើយឥតគិតថ្លៃទៀតដោយសារតែវីដេអូខ្ញុំបានបង្ហាញពីការមើលអត្រាប្តូរប្រាក់ប៉ុន្តែមានបងប្អូនខ្លះគាត់ធ្វើបានបងប្អូនខ្លះគាត់ថាទូរស័ព្ទគាត់អត់ដូចគ្នាទេអញ្ចឹងដោយសារទូរស័ព្ទច្រើនប្រភេទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នានៅ app មួយ app ហ្នឹងគឺ free ហើយដំឡើងបានទាំង iPhone និង Android Huawei Oppo ឯក៏ដោយ model ឯក៏ដោយគឺអ្នកនរគ្នាអាចដំឡើងបានទាំងអស់ហើយឥតគិតថ្លៃមានពាណិជ្ជកម្មបន្តិចបន្តួចប៉ុន្តែអត់មានជាការរំខានអីខ្លាំងទេអ្នកនរគ្នាចូលទៅមើលថាតើ app ហ្នឹងឈ្មោះអីខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូមួយនេះទាំង Android និង iPhoneអត់មានតែសៅអូតូមួយឈុតនេះបងប្អូនលែងពិបាកស្មុគស្មាញចាយពេលចាយកម្លាំងច្រើនដូចមុនទៀតហើយមិនពិបាកទៅរកម៉ាស៊ីនបាញ់ខ្យល់ឬក៏ឧបករណ៍ធំមកជំនួយទេយើងអាចធ្វើបានដោយខ្លួនឯងជាពិសេសគឺស្រីយកប្រលប់បែកកង់តាមផ្លូវអញ្ចឹងយើងអាចជួយខ្លួនឯងបានអញ្ចឹងបងប្អូនអាចជ្រើសរើសបានជាមួយឈុតសៅអូតូដែលយើងនាំចូលនៅប្រភេទសៅដែលមានគុណភាពខ្ពស់មាំជាប់ធន់ប្រើបានយូរអញ្ចឹងជាការមួយប្រសើរខ្លាំងមែនទែនបើសិនជាយើងត្រៀមទុកជាមុនការពារប្រសើរជាព្យាបាលអញ្ចឹងនៅពេលដែលយើងធ្វើដំណើរតាមផ្លូវមិនថាចិត្តឆ្ងាយចុះភ្នំឡើងភ្នំយកប្រលប់អីក៏ដោយអ្នកនរគ្នាត្រៀមសារអូតូនេះតាមខ្លួនដើម្បីការពារបែកកង់តាមផ្លូវដែលយើងមិនអាចមើលឃើញណាអញ្ចឹងយើងអាចជួយខ្លួនឯងបានបងប្អូនអាចតំណសួរព័ត៌មានកំងផ្ទាល់បានតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើក៏ដូចជាសួរព័ត៌មាននៅក្នុង page កំងឥឡូវនេះបងប្អូនយើងនឹងមានការ free ជាមួយនឹងសេវាដឹកជញ្ជូនអរគុណបងប្អូនអូខេចូលពូម៉ានិយាយគ្នាចង់ឆែកអត្រាប្តូរប្រាក់ពូម៉ាឯងស្គាល់ app ណាដែលយើងដំឡើងបានគ្រប់ទូរស័ព្ទហើយ free ឥតគិតថ្លៃអត់ដើម្បីដូរលុយទិញអីវ៉ាន់ទិញអីចឹងណាវាពិបាកដើរសួរគេសួរឯងហ៎អូពូម៉ាយបើកមើល Pack Asado ទៅគេកំពុងប្រាប់មាន app មួយហ្នឹងប្រើ free ហើយតម្លើងបានគ្រប់ទូរស័ព្ទទាំង iPhone Android Samsung អីក៏ដោយមើលទៅចូលមកកាន់អ្នកប្រើ iOS ប្រភេទ iPhone សិនឥឡូវយើងចូលមកកាន់ App Store ណាហើយវាយពាក្យថា Converter កម្មវិធី app ដូរប្រាក់មានច្រើនណាស់ប៉ុន្តែខ្ញុំមិនណែនាំកម្មវិធីមួយនេះដោយសារខ្ញុំប្រើហើយអ្នកគ្នាប្រើមកច្រើនឆ្នាំហើយល្អខ្លាំងហើយ free នេះអ្នកគ្នារកមើលណានេះ logo ហ្នឹងហើយអក្សរហ្នឹងគេដាក់ currency converter ឃើញទេមើលចំណាំ logo ចំណាំអក្សរហ្នឹងហើយយើងចុច install វាមកហ្នឹងហើយអញ្ចឹងពេលដែល download ហើយអ្នកគ្នាបើកមកហ្នឹងហើយចូលមកដល់ភ្លាមហ្មងអត់បាច់ញ៉ៃច្រើនទេបាច់ចុះឈ្មោះបាច់អីប្រើ Gmail ប្រើអីទាំងអស់អូខេឥឡូវឲ្យយើងដូរបានគ្រប់ប្រទេសចំណងចិត្តយើងណាខាងលើដាក់ប្រទេសណាខាងក្រោមដាក់ប្រទេសណាដូរពីណាទៅណាក៏បានមានគ្រប់ប្រទេសទាំងអស់ឃើញទេឥឡូវខ្ញុំឧទាហរណ៍ឲ្យអ្នកគ្នាមើលសិនខ្ញុំដាក់លុយដុល្លារខាងលើដាក់លុយខ្មែរខាងក្រោមណាដូរពីដុល្លារមកខ្មែរសិនឥឡូវខ្ញុំវាយដាក់$10សិនឃើញទេអញ្ចឹង$10អាមេរិកដូរមកលុយខ្មែរបានប៉ុណ្ណឹងដាក់$100ឃើញទេ$100អាមេរិកបានលុយខ្មែរប៉ុណ្ណឹងខុសគ្នាតិចតួចណាស់ព្រោះអត្រាប្រាក់វាឡើងចុះគ្រប់ម៉ោងគ្រប់នាទីទាំងអស់គ្រប់ថ្ងៃអញ្ចឹងវាអត់ដូចគ្នារហូតទេឃើញទេចង់ដូរដាក់ប្រទេសណាក៏បានដែរណាហើយអត់មានគិតលុយគិតបាក់ចូលដាក់ Gmail ចាអីច្រើនទេគ្រាន់តែ install មកប្រើភ្លាមងាយស្រួលមែនតើព្រោះខ្ញុំប្រើមកច្រើនឆ្នាំហើយឥឡូវខ្ញុំដូរដាក់លុយខ្មែរខាងលើលុយដុល្លារខាងក្រោមវិញម្ដងឃើញទេខ្ញុំដាក់10000លុយខ្មែរឃើញទេស្មើគុត$100ឃើញទេដូរពីលុយខ្មែរមកដុល្លារពីរហ្នឹងខាងលើខាងក្រោមនេះយើងដូរដាក់ខាងណាក៏បានដែរឥឡូវចប់ iOS ហើយណាកម្មវិធីហ្នឹងនៅនេះឃើញទេអូខេឥឡូវយើងចូលមកកាន់អ្នកប្រើ Android វិញម្ដងចាប្រភេទ Samsung អីគេហ្នឹងតោះឥឡូវយើងអ្នកប្រើ Android យើងចូលមក Play Store ហើយយើងចូលទៅ install កម្មវិធី Converter ហ្នឹងវាយតាមខ្ញុំមកណាអ្នកគ្នាដោយសារតែខ្ញុំបានដំឡើងហើយអញ្ចឹងខ្ញុំមិនបាច់download ទេអញ្ចឹងខ្ញុំបង្ហាញអ្នកគ្នាឃើញទេកម្មវិធីវាមានច្រើនអញ្ចឹងអ្នកគ្នាត្រូវ select មើល logo មួយនេះនេះឃើញទេនេះខាងក្រោមនេះឃើញទេនេះអ្នកគ្នាត្រូវចំណាំមកនោះគេដាក់ official ខាងក្រោមគេដាក់ office ឃើញទេ currency converter office នេះនោះគេ red ដល់ brown មកអីណងចុចមកឃើញទេដោយសារខ្ញុំinstall ហើយអញ្ចឹងខ្ញុំមិនបាច់ទៀតទេខ្ញុំចុច open មកតែម្ដងអ្នកអត់ទាន់ install ចុច install មកឃើញទេមកដល់ប្រើតែម្ដងមិនបាច់ចុច email ចុចបើកឈ្មោះចុចឈ្មោះអីទេហើយពេលខ្លះវាលោតពាណិជ្ជកម្មមកតាមបំផ្លែទេអត់មានរំខានអីច្រើនទេអត់មានយូរទេឃើញទេបិទចោលទៅហើយយូរបានចេញពាណិជ្ជកម្មម្ដងមិនចេញរហូតទេឥឡូវខ្ញុំសាកវាយខ្ញុំដូរប្រទេសសិនខ្ញុំដូរលុយដុល្លារមកខ្មែរចុច$100ឃើញទេលុយ$100អាមេរិកស្មើប៉ុណ្ណឹងលុយខ្មែរចឹងអ្នកស្នៀដូរប្រទេសណាក៏បានដែរដូរពីចិនមកកូរ៉េទៅចិនទៅវៀតណាមអីក៏បានដែរឃើញទេឥឡូវខ្ញុំដាក់កូរ៉េមកខ្មែរវិញ1000 វ៉ុនឃើញទេស្រួលមែនតើអ្នកគ្នាមិនបាច់
ទៀងផ្ទាត់អីដាក់ Gmail អីទាំងអស់ឲ្យ free ខ្ញុំប្រើមកច្រើនឆ្នាំហើយ app នឹងល្អខ្លាំងណាស់ឥឡូវខ្ញុំដាក់ 1000 បាតលុយខ្មែរបើ 1000 បាតដូរមកលុយខ្មែរវិញឃើញទេចង់ដូរដាក់ប្រទេសណាតាមចិត្តយើងឃើញទេច្រើនណាស់គ្រប់ប្រទេសហើយវាខុសគ្នារាល់ថ្ងៃដែលសារតែអត្រាប្រាក់នឹងវាឡើងចុះរាល់ថ្ងៃអូខេឃើញទេបដូរមកឥឡូវបដូរចង់ដាក់ប្រទេសណាក៏បានដែរនិយាយរួម app នឹងល្អខ្លាំងណាស់អ្នកទាំងអស់គ្នា free អូខេអរគុណមានចម្ងល់អីក៏មិននៅខាងក្រោមវីដេអូបានអរគុណបងប្អូនសង្ឃឹមថាវីដេអូនេះមានជាអត្ថប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាតាមតម្រូវការដែលអ្នកគ្នាកំពុងស្វែងរកសង្ឃឹមថាបងប្អូនជួយគាំទ្រនិងជួយ share ចែករំលែកនៅចំណេះដឹងនេះបន្តទៀតទៅអ្នកដទៃអរគុណយើងនឹងជួបគ្នានៅវីដេអូថ្មីបន្តទៀត